ជំរាបសួរបងប្អូនអរគ្នាជួបគ្នាសាជាថ្មីនៅក្នុងវីដេអូនេះបាទខ្ញុំចង់ចែករំលែកទៅកាន់បងប្អូនដែលជាអ្នកចាប់ផ្ដើមរៀនភាសាអង់គ្លេសដំបូងណាបាទអញ្ចឹងសម្រាប់អ្នកអត់ចេះសោះតែគាត់មានបំណងចង់រៀនភាសាអង់គ្លេសចង់យកភាសាអង់គ្លេសយកទៅប្រើប្រាស់នៅក្នុងជីវភាពប្រចាំថ្ងៃឬក៏ក្នុងការងាររបស់គាត់អញ្ចឹងនេះគឺជាគន្លឹះមួយចំនួនដែលខ្ញុំអាចចែករំលែកទៅដល់បងប្អូនបានព្រោះខ្ញុំក៏ជាអ្នករៀនភាសាអង់គ្លេសដែរហើយឥឡូវខ្ញុំក៏ជាគ្រូបង្រៀនភាសាអង់គ្លេសដែរបាទអញ្ចឹងខ្ញុំមានជាគំនិតជាយោបល់ខ្លះដើម្បីចែករំលែកដល់បងប្អូនដើម្បីជួយសម្រួលដល់ការរៀនភាសាអង់គ្លេសរបស់បងប្អូនធ្វើម៉េចឲ្យទទួលបានប្រសិទ្ធភាពធ្វើម៉េចឲ្យបងប្អូនឆាប់ចេះបាទឆាប់យកទៅប្រើការបានតោះអញ្ចឹងតាមដានជាមួយខ្ញុំពីដើមរហូតដល់ចប់ខ្ញុំមានគន្លឹះសំខាន់ចំនួន5ទៅ6ដែលបងប្អូនអាចយកទៅអនុវត្តបានបាទអញ្ចឹងសង្ឃឹមថាបងប្អូនយកគន្លឹះទាំងអស់នេះយកទៅអនុវត្តនៅក្នុងជីវិតប្រចាំថ្ងៃរបស់បងប្អូនបានធានាបងប្អូនពិតជាទទួលបានផលអូខេអញ្ចឹងគន្លឹះទី1នោះគឺថាបងប្អូនត្រូវតែចេះឲ្យច្បាស់ពីមូលដ្ឋានគ្រឹះបាទមូលដ្ឋានគ្រឹះនៃភាសាអង់គ្លេសហៅថា foundations បាទ master the foundation ត្រូវចេះឲ្យច្បាស់ពីមូលដ្ឋានគ្រឹះអញ្ចឹងភាសាណាក៏ដោយក៏មានមូលដ្ឋានគ្រឹះរបស់ភាសានោះដែរអញ្ចឹងបងប្អូននៅពេលដែលបងប្អូនចាប់ផ្ដើមដំបូងគឺបងប្អូនត្រូវតែចាប់ផ្ដើមពីគ្រឹះទៅបាទដូចជាយើងសាងសង់ផ្ទះអញ្ចឹងគឺយើងត្រូវចាប់ផ្ដើមពីការបុកគ្រឹះជាមុនសិនបើសិនជាយើងអត់បុកគ្រឹះឲ្យមាំយើងធ្វើទៅលើបានទៀបបានមួយជាន់ឬក៏យ៉ាងច្រើនពីរជាន់តែបើបងប្អូនចាក់គ្រឹះឲ្យជ្រៅឲ្យមាំបងប្អូនអាចឡើងជាន់បានច្រើនអាចឡើងទៅខ្ពស់រៀនភាសាអង់គ្លេសក៏ដូចគ្នាដែរបងប្អូនចាប់ផ្ដើមពីមូលដ្ឋានគ្រឹះទៅឲ្យរឹងមាំឲ្យចេះច្បាស់នោះបងប្អូនអាចនឹងអភិវឌ្ឍឬក៏រីកចម្រើនទៅមុខទៀតគឺមានភាពងាយស្រួលហើយធ្វើឲ្យបងប្អូនមានចេះច្បាស់លាស់បាទគឺចេះយ៉ាងច្បាស់លាស់អូខេអញ្ចឹងតើត្រូវធ្វើយ៉ាងដូចម្តេចទៅដើម្បីឲ្យច្បាស់នៅមូលដ្ឋានគ្រឹះនោះគឺមានចំណុចមួយចំនួនដែលបងប្អូនត្រូវតែសិក្សាត្រូវតែរៀនឲ្យច្បាស់គឺចំណុចទី1ដូចទី1នេះគឺthe alphabet and phonetic sounds alphabet យើងប្រើថាអក្សរក្រមភាសាអង់គ្លេសអញ្ចឹងអក្សរក្រមភាសាអង់គ្លេសបងប្អូនត្រូវតែចេះ A B C D E F G រហូតដល់ C ហ្នឹងគឺបងប្អូនត្រូវតែចេះសំឡេងរបស់វាទាំងអស់ហ្នឹងបាទ A B C D E F G H I J K L M N O P Q R S T U V W X Y Z ទាំងអស់ហ្នឹងបងប្អូនត្រូវតែចេះទាំងសរសេរទាំងអានទាំងសរសេរទាំងអានហើយនឹងសូរសំឡេងរបស់វាបាទយើងហៅថា phonetic sounds អញ្ចឹងនៅក្នុងអក្សរក្រមភាសាអង់គ្លេសគឺគេមាន phonetic sound របស់វាថាដូចជាអក្សរ A ជួនកាលយើងបញ្ចេញសំឡេងឬក៏អបាទអញ្ចឹងហ្នឹងហើយគេហៅថា phonetic sound អញ្ចឹងបងប្អូនសិក្សាអំពីសំឡេងរបស់វាឲ្យបានស៊ីជម្រៅទៅអាចប្រើប្រាស់នៅវចនានុក្រមដើម្បីមើលទៅលើសំឡេងទាំងអស់ហ្នឹងថាតើអក្ខរាវិរុទ្ធមួយហ្នឹងវាមានសំឡេងអីខ្លះដើម្បីនៅពេលដែលយើងយកមកគុំគ្នាគឺវាបង្កើតទៅជាសូរសំឡេងបាទអញ្ចឹងនឹងជាចំណុចទី1ជាមូលដ្ឋានគ្រឹះដែលបងប្អូនត្រូវចេះទាំងសរសេរទាំងអានគឺអក្ខរក្រមហើយនឹងសូរស័ព្ទសំឡេងរបស់វាអូខេចំណុចទី2គឺបងប្អូនត្រូវចេះអំពីពាក្យបាទយើងហៅថា essential survival vocabulary គឺពាក្យដែលយើងត្រូវការចាំបាច់ដើម្បីត្រូវការចាំបាច់នៅក្នុងការរស់នៅរបស់យើងបាទយើងត្រូវចេះពាក្យណាខ្លះដែលចាំបាច់មានដូចជាពាក្យដែលបងប្អូនប្រើដើម្បីស្វាគមន៍គ្នាហៅថា greeting ដូច good morning good afternoon good evening hello how are you hi អាហ្នឹងគេហៅថា greetings
words or greeting phrases បាទអញ្ចឹងបងប្អូនត្រូវចេះនៅ clear ទាំងអស់ហ្នឹងនៅពេលដែលជួបជាមួយនរណាម្នាក់បងប្អូនអាចស្វាគមន៍ពួកគាត់បានហើយមានដូចជាលេខបាទរៀនលេខ1 2 3 4 5 6 7 8 9 10រហូតដល់1 million អីចឹងទៅបាទរៀនលេខហ្នឹងឲ្យច្បាស់ time ពេលវេលាការហៅពេលវេលាដូចម៉ោង9គត់យើងហៅថា 9 o'clock ឬក៏ម៉ោង9:30យើងហៅថា 9:30 ឬក៏ 9:30 អញ្ចឹងមកបងប្អូនត្រូវចេះពីការហៅពេលវេលាឲ្យច្បាស់ហើយថ្ងៃបាទថ្ងៃមួយដូចថាថ្ងៃច័ន្ទអង់គ្លេសគេហៅថាម៉េច Monday Tuesday Wednesday Thursday Friday Saturday Sunday អញ្ចឹងចេះទាំងអានទាំងសរសេរបាទហើយ months ខែក៏ត្រូវចេះឲ្យច្បាស់ខែមករាហៅថាម៉េច January ជាង January យើង spell យ៉ាងម៉េចសរសេរយ៉ាងម៉េចបងប្អូនរៀនសរសេរបដារៀនអានបដាឲ្យចេះឲ្យច្បាស់ personal information ទាំងតើក្នុងព័ត៌មានតខ្លួនបងប្អូនអាចប្រាប់ពីឈ្មោះខ្លួនឯងអាចប្រាប់ពីទីកន្លែងរស់នៅអាចប្រាប់ពីការងារអាចប្រាប់ពីចំណង់ចំណូលចិត្តផ្សេងហើយបងប្អូនចង់ប្រាប់អំពីខ្លួនឯងហ្នឹងទៅអ្នកដទៃអញ្ចឹងបងប្អូនត្រូវចេះទាំងអស់ហ្នឹងហើយមាននៅព័ត៌មានឬក៏ពាក្យផ្សេងទៀតដែលជាមូលដ្ឋានជាច្រើនទៀតតែខ្ញុំលើកយកមកអត់អស់នៅក្នុងនេះអញ្ចឹងអ្វីក៏ដោយឲ្យតែជាមូលដ្ឋានដំបូងបងប្អូនត្រូវចេះឲ្យច្បាស់លាស់ហើយចំណុចទី3គឺតាក់ទងទៅនឹង grammar គឺយើងមិនចាំបាច់ផ្ដោតទៅអ្វីច្រើនពេកទេបងប្អូនដោយសារនៅថ្នាក់មូលដ្ឋានបងប្អូនអាចផ្ដោតទៅលើដូចជា verb to be ធម្មតា verb to be គឺវាមានទម្រង់ច្រើនវាអាចជា is am are ឬក៏ was were ទៅតាមកាលទៅតាមគេហៅថាពហុវចនៈឬក៏ឯកវចនៈអញ្ចឹងការប្រើវាផ្សេងគ្នាអញ្ចឹងបងប្អូនអាចសិក្សាអំពីកិរិយាសព្ទ verb to be ហ្នឹងទៅហើយអាចសិក្សាអំពីសព្វនាមប្រធានសព្វនាមកម្មបទដូចថា I he she it I you we they he she it ទាំង7ហ្នឹងហើយនឹង my mine ឬក៏ I ដូរទៅជា me ជា object អីជាដើមហ្នឹងបងប្អូនរៀនពីទាំងអស់ហ្នឹងឲ្យច្បាស់លាស់បាទនឹងហើយជាមូលដ្ឋានគ្រឹះនៅក្នុងភាសាអង់គ្លេសអញ្ចឹងទី1អក្សរក្រមភាសាអង់គ្លេសទី2សិក្សាពាក្យដែលចាំបាច់ដែលជាមូលដ្ឋានផ្សេងដូចជាលេខដូចជាថ្ងៃដូចជាខែដូចជាឆ្នាំអីហ្នឹងហើយ grammar អាចសិក្សា grammar ដូចជាការប្រើប្រាស់ verb to be ការប្រើប្រាស់សព្វនាមផ្សេងឬក៏អាចសិក្សាអំពីនាមកិរិយាសព្ទស្គាល់នាមស្គាល់កិរិយាសព្ទឲ្យច្បាស់បាទថ្នាក់ពាក្យហៅថា part of speech ហ្នឹងបងប្អូនអាចសិក្សា part of speech ទាំង8ហ្នឹងឲ្យច្បាស់លាស់ទៅអាហ្នឹងគឺជាមូលដ្ឋានគ្រឹះហើយបាទអូខេអញ្ចឹងគន្លឹះសំខាន់ទី1គឺចេះឲ្យច្បាស់ពីមូលដ្ឋានគ្រឹះឥឡូវយើងទៅចំណុចទី2ឬគេថាចំណុចសំខាន់ឬក៏ជាគន្លឹះសំខាន់ទី2គន្លឹះសំខាន់ទី2គឺបងប្អូនត្រូវតែផ្ដោតទៅលើតម្រូវការជីវិតប្រចាំថ្ងៃបាទដែលអង់គ្លេសគេហៅថា life centric learning បាទអញ្ចឹងក្នុងការរៀនបងប្អូនត្រូវដឹងថាយើងរៀនអ្វីដែលយើងអាចយកមកប្រើនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងបានគឺថាពេលព្រឹកបងប្អូនត្រូវប្រើពាក្យអីខ្លះពេលថ្ងៃត្រូវប្រើពាក្យអីខ្លះពេលទៅធ្វើការប្រើពាក្យអីខ្លះពេលទៅញ៉ាំបាយញ៉ាំអាហារប្រើពាក្យអីខ្លះពេលទៅទិញរបស់របរ shopping តើត្រូវចេះពាក្យអីខ្លះអាហ្នឹងគេហៅថាផ្ដោតទៅលើតម្រូវការជីវិតប្រចាំថ្ងៃបាទអញ្ចឹងបងប្អូនទី1បងប្អូនអាចរៀនអំពីកិរិយាសព្ទ learn the verbs for what you do every day អញ្ចឹងសិក្សាពីកិរិយាសព្ទមួយចំនួនដែលបងប្អូនប្រើជាប្រចាំថ្ងៃសម្រាប់សកម្មភាពប្រចាំថ្ងៃដូចជា brush teeth ដុសធ្មេញ go to work ទៅធ្វើការ cook dinner ចម្អិនអាហារពេលល្ងាចអញ្ចឹងទាំងអស់ហ្នឹងគឺបងប្អូនត្រូវប្រើវាជាប្រចាំថ្ងៃចំណុចទី2គឺ if you are a student learn school related words អញ្ចឹងបើសិនជាបងប្អូនគឺជាសិស្សបងប្អូនអាចសិក្សាអំពីពាក្យដែលពាក់ព័ន្ធទៅនឹងសាលារៀនឬក៏ពាក្យណាដែលយើងអាចប្រើនៅសាលារៀនបាន
if you love cooking learn food and kitchen vocabulary បើសិនជាបងប្អូនចូលចិត្តចំណត់អាហារបងប្អូនអាចសិក្សាអំពីពាក្យតែពាក់ព័ន្ធទៅនឹងអាហារហើយនឹងពាក្យផ្សេងៗរបស់ប្រើប្រាស់នៅក្នុងផ្ទះបាយជាដើមហើយទី3នោះគឺ learn functional phrases like where it is would like and can you help me អញ្ចឹងយើងសិក្សាអំពី clear ដែលចាំបាច់ប្រើបាទដែលមានទូទីដែលយើងយកមកប្រើប្រចាំថ្ងៃដូចជា where is យើងសួរនៅពេលយើងសួរអូអានេះនៅណាឬថាប៊ិចនៅណា where is the pen នៅណា where is អញ្ចឹងទៅខ្ញុំចង់ទៅផ្សារ I would like to go to the market អូខេតើអ្នកអាចជួយខ្ញុំបានទេ can you help me អញ្ចឹង clear ទាំងអស់នេះគេហៅថា functional phrases អញ្ចឹងបងប្អូនអាចស្រាវជ្រាវបន្ថែមសិក្សាពី phrase ដែលយើងត្រូវការប្រើចាំបាច់ប្រចាំថ្ងៃច្រើនទៀតបាទអញ្ចឹងនឹងហើយគេហៅថាផ្ដោតលើតម្រូវការជីវិតប្រចាំថ្ងៃនៅពេលដែលបងប្អូនរៀននៅពាក្យឬក៏ clear ទាំងអស់នោះមកបងប្អូនអាចយកប្រើប្រាស់ប្រចាំថ្ងៃបានជារៀងរាល់ថ្ងៃបានជៀសវាងនៅពេលរៀនហើយមិនដឹងថាយកទៅប្រើនៅណានៅពេលដែលរៀនហើយមិនដឹងយកទៅប្រើនៅណាគឺបងប្អូននឹងភ្លេចហើយវាអត់សំខាន់នៅពេលអត់សំខាន់គឺបងប្អូនរៀនមិនសូវចាំមិនសូវយកចិត្តទុកដាក់ទេតែបើពាក្យដែលបងប្អូនត្រូវប្រើជាប្រចាំថ្ងៃបងប្អូនយកចិត្តទុកដាក់ជាងអញ្ចឹងឆាប់ចេះអូខេទៅកលឹះទី3កលឹះទី3គឺបងប្អូនត្រូវតែរៀបចំឲ្យមានបរិស្ថានសិក្សាភាសាអង់គ្លេសនៅក្នុងផ្ទះរបស់បងប្អូនឬក៏ជុំវិញខ្លួនរបស់បងប្អូនគេហៅថា immersion environment រៀបចំឲ្យមានបរិស្ថានសិក្សាជាភាសាអង់គ្លេសអញ្ចឹងកលឹះអាចថាទី1បងប្អូនអាចស្ដាប់ទៅនឹងpodcast ឬក៏ song ស្ដាប់ទៅលើការជជែកគ្នាការបកនិយាយលើវេទិកាឬក៏ស្ដាប់ចម្រៀងជាភាសាអង់គ្លេសបាទស្ដាប់ជារៀងរាល់ថ្ងៃបងប្អូនឥឡូវនេះមាន YouTube មាន TikTok មាន social media ផ្សេងដែលបងប្អូនអាចប្រើដើម្បីស្ដាប់ភាសាអង់គ្លេសបានហើយទី2បងប្អូនអាច watch movie or YouTube video with subtitle អាចមើលរឿងដែលភាពយន្តដែលបងប្អូនចូលចិត្តប៉ុន្តែ complete subtitle មើលជាមួយនឹង subtitle ជាភាសាអង់គ្លេសអញ្ចឹងអានឹងក៏ជាលក្ខណៈថា immerse yourself into English environment ហើយទី3 put sticky notes on item in your house អញ្ចឹងក្បួននេះគឺល្អដើម្បីឲ្យបងប្អូនចេះពាក្យដែលបងប្អូនប្រើនៅផ្ទះបងប្អូនអាចទិញ sticky note ដែល note ស្អាតបិទជាប់នៅទៅលើអ្វីក៏ដោយដែលបងប្អូនមាននៅផ្ទះហើយសរសេរឈ្មោះវាជាភាសាអង់គ្លេសថាដូចថាកង្ហារអង់គ្លេសហៅថា fan អញ្ចឹងសរសេរ fan បិទនៅលើកង្ហារហ្នឹងអញ្ចឹងរៀងរាល់ថ្ងៃបងប្អូនមើលឃើញពាក្យ fan ពាក្យទាំងអស់ហ្នឹងបងប្អូនចាំចេះហើយបាទអញ្ចឹងព្យាយាមប្រើវិធីទាំងអស់នេះហើយវាមានវិធីផ្សេងទៀតបងប្អូនអាចច្នៃប្រឌិតខ្លួនឯងខ្លះទៅអានេះគឺជាគ្រាន់តែជាយោបល់របស់ខ្ញុំអូខេរឿង complete ដាក់ខ្លួនឯងចូលក្នុងប្រធានសិក្សាភាសាអង់គ្លេសហើយចំណុចគន្លឹះទី4គឺបង្កើតទម្លាប់អញ្ចឹងបងប្អូនត្រូវបង្កើតទម្លាប់ឲ្យបានជាប់ជាប្រចាំយ៉ាងទម្លាប់នៅពេលដែលបងប្អូនធ្លាប់ទម្លាប់គេយ៉ាងសាប់គឺធ្លាប់នៅពេលដែលបងប្អូនធ្លាប់គឺបងប្អូននឹងធ្វើដដែលហើយអញ្ចឹងដើម្បីបង្កើតទម្លាប់បងប្អូនត្រូវ set rules set rule នេះយើងប្រែថាបង្កើតទៅជាវិន័យសម្រាប់ខ្លួនឯងដូចថាក្នុងមួយថ្ងៃបងប្អូនត្រូវស្ដាប់ភាសាអង់គ្លេសឲ្យបាន1ម៉ោងឬក្នុងមួយថ្ងៃបងប្អូនត្រូវសរសេរ paragraph ឲ្យបាន1ឬក៏សរសេរឲ្យបាន2 3ល្បះអញ្ចឹងទៅឬក៏សរសេរពាក្យឲ្យបាន1 2 3 4ស្រេចទៅលើបងប្អូនអាហ្នឹងជាការដាក់ជាវិន័យជាក្បួនតខ្លួនរបស់បងប្អូនតើធ្វើម៉េចឲ្យបងប្អូនមានទម្លាប់អញ្ចឹងក្នុងរយៈពេលមួយអាទិត្យបងប្អូនត្រូវនិយាយភាសាអង់គ្លេសជាមួយនឹងមិត្តភ័ក្តិឬក៏និយាយម្នាក់ឯងឲ្យបាន3ដងអញ្ចឹងអានេះសិតតែជា rule ដែលបងប្អូនអាចបង្កើតសម្រាប់ខ្លួនឯងបានអញ្ចឹងត្រូវតែមាន rule ហើយទី2សំខាន់នោះគឺ set a goal បងប្អូនត្រូវតែ set goal គឺយើងប្រើបង្កើតជា goal ដៅ goal ដៅហ្នឹងគឺ goal ដៅតូចឬក៏ goal ដៅធំគេហៅថា short term goal
long term goal សម្រាប់រយៈពេលខ្លីនិងសម្រាប់រយៈពេលវែងរយៈពេលខ្លីឧទាហរណ៍ថាក្នុងសប្តាហ៍នេះបងប្អូនត្រូវចេះពាក្យឬក៏ clear ដែលប្រើសម្រាប់ស្វាគមន៍គ្នា greeting ឲ្យចេះទាំងអស់ក្នុងមួយសប្តាហ៍ហ្នឹងឬក៏ក្នុងរយៈពេលមួយខែហ្នឹងបងប្អូនត្រូវតែចេះសន្ទនាឬក៏ចេះពាក្យឲ្យបាន30ពាក្យអីចឹងទៅអាហ្នឹងគឺជាការ set goal របស់បងប្អូនអូខេអញ្ចឹងត្រូវតែ set goal ត្រូវតែ set rule បើអត់ទេបងប្អូនមិនអាចបង្កើតទម្លាប់បានទេហើយត្រូវតែគោរពធ្វើតាមខ្លះគឺវាងាយស្រួលនៅពេលដែលយើងសរសេរអំពី rule សរសេរអំពី goal ប៉ុន្តែវាពិបាកក្នុងការធ្វើឲ្យ rule ហើយនិង goal របស់យើងនឹង work ដោយសារតែខ្លួនឯងបាទអញ្ចឹងខ្លួនឯងត្រូវតែជំរុញខ្លួនឯងគ្មាននរណាក្រៅពីបងប្អូនខ្លួនឯងមកជំរុញខ្លួនឯងបានទេគឺមានតែខ្លួនឯងដែលភ្ញាក់រលឹកខ្លួនឯងភ្ញាក់រលឹកធ្វើវាអូខេអញ្ចឹងកុំភ្លេចបង្កើតទម្លាប់បាទទី5ហើយក៏ជាគន្លឹះចុងក្រោយដែលខ្ញុំចែករំលែកជាមួយបងប្អូនគឺកុំខ្លាចខុស don't be afraid of making mistakes អញ្ចឹងកុំខ្លាចខុសនៅពេលដែលបងប្អូនខ្លាចខុសគឺបងប្អូនមិនហ៊ានធ្វើមិនហ៊ាននិយាយមិនហ៊ានសរសេរមិនហ៊ានអានបាទមិនហ៊ានស្ដាប់គឺដោយសារខ្លាចខុសអញ្ចឹងបងប្អូនត្រូវរៀនតាមក្មេងបាទក្មេងគាត់អត់ខ្លាចកើតខុសទេគាត់ធ្វើពេញណាពេញណីហើយតមកមានម៉ាក់ប៉ាជួយកែហើយបងប្អូនគួរតែរៀនពីបទពិសោធន៍នេះនៅលក្ខណៈជាក្មេងគិត think like a child ត្រូវគិតដូចក្មេងហើយយើងអត់ដឹងយើងអត់ចេះអញ្ចឹងការបង្កើតកំហុសគឺជារឿងធម្មតាបាទអញ្ចឹងឧទាហរណ៍និយាយជាមួយបងមិត្តភក្តិអញ្ចឹងយើងនិយាយខុសគាត់ប្រាប់មកថាខុសកន្លែងណាយើងកែហើយកុំគិតថាអូកើតខុសខ្មាស់គេកុំគិតថាពាក្យខ្មាស់គេត្រូវខ្មាស់គេនៅពេលដែលបងប្អូនអត់ចេះបាទអញ្ចឹងបើបងប្អូនខ្មាស់គេនៅពេលដែលបងប្អូនបង្កើតកំហុសបងប្អូននឹងខ្មាស់គេនៅពេលក្រោយដែលបងប្អូនអត់ចេះមានន័យថានៅពេលបងប្អូនបង្កើតកំហុសគេកែបងប្អូននឹងបានត្រឹមត្រូវបងប្អូននឹងចេះយល់បានទេបងប្អូនអញ្ចឹងត្រូវឲ្យដូចកូនក្មេងអញ្ចឹងត្រូវឲ្យគេកែត្រូវគេជេរស្ដីអត់បញ្ហាសំខាន់គឺយើងចង់ចេះអូខេDon't over study grammar អញ្ចឹងចំណុចនេះក៏សំខាន់ដែរនៅពេលដែលយើងរៀន grammar លម្អិតពេកបើស៊ីជម្រៅពេកគឺយើងធ្វើឲ្យយើងខ្លាចខុសបាទអញ្ចឹងនិយាយពេលខ្លះយើងនិយាយឬក៏សរសេរយើងគិតពី grammar ខុសឲ្យត្រូវនោះគិតចុះគិតឡើងដល់មកគិតចុះគិតឡើងអត់ហ៊ាននិយាយទេដោយសារអត់ច្បាស់ grammar នឹងទៅឆែក grammar សិនអញ្ចឹងវាធ្វើឲ្យប៉ះពាល់នេះប៉ះពាល់ដល់ការលូតលាស់របស់បងប្អូនត្រូវតែរៀនតែ grammar ដែលចាំបាច់បាទដែលចាំបាច់ឬក៏ហៅថា grammar ដែលយើងយកទៅប្រើប្រចាំថ្ងៃបានណាបាទអញ្ចឹងយើងសាមញ្ញធម្មតាសិនដោយសារយើងកម្រិតមូលដ្ឋានយើងរៀនសាមញ្ញធម្មតាហើយកុំខ្លាចខុសព្រោះបងប្អូននឹងបង្កើតកំហុស along the way you are going to make mistake along the way and you are very lucky if someone come to correct you and say thank you to those people who correct you okay អញ្ចឹងកុំខ្លាចបង្កើតកំហុសត្រូវអរគុណចំពោះអ្នកដែលកែយើងបាទកុំមានអារម្មណ៍ថាខ្មាស់គេនៅពេលដែលនរណាម្នាក់កែយើងត្រូវតែមានមោទនភាពហើយនឹងមានអារម្មណ៍សប្បាយរីករាយព្រោះនឹងហើយជាពេលដែលបងប្អូនលូតលាស់រីកចម្រើនបាទអញ្ចឹងខ្ញុំមានប៉ុណ្ណឹងអរគុណច្រើនសម្រាប់ការតាមដានហើយសង្ឃឹមថាគំនិតទាំងអស់នេះគន្លឹះទាំងអស់នេះគឺមានប្រយោជន៍ដល់បងប្អូនក្នុងការចាប់ផ្ដើមរៀនភាសាអង់គ្លេសហើយអ្វីដែលសំខាន់កុំចាំចាប់ផ្ដើមពីឥឡូវនេះរៀនពីឥឡូវនេះកុំចាំស្អែកខ្ញុំរៀនចាំខែក្រោយខ្ញុំរៀនអូចាំខ្ញុំមានពេលខ្ញុំរៀនអត់បងប្អូនអត់ដែរមានពេលទេទៅថាបងប្អូននឹងមិនមានពេលទេប៉ុន្តែបងប្អូនអាចចាប់ផ្ដើមបានពេលហើយពេលដែលបងប្អូនថាចាប់ផ្ដើមធ្វើភ្លាមគឺបងប្អូននឹងមានពេលអូខេអញ្ចឹងសង្ឃឹមថាបងប្អូននឹងបានសម្រេចគោលដៅក្នុងការរៀនភាសាអង់គ្លេសហើយនឹងអាចប្រើប្រាស់បានពេលអនាគតអរគុណច្រើនសូមជម្រាបលា
ជួបគ្នានៅក្នុងវីដេអូបន្ត